សូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរបន្ទាប់ពីព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ប្រោះសម្លាញ់របស់ព្រះយួសកលបុត្រទាំង4នាក់ហើយព្រះអង្គក៏យាងទៅប្រោះជនទាំង54នាក់ជាសម្លាញ់របស់ព្រះយួសថេរៈបន្តទៀតដោយបានបបួសនិងសម្ដែងធម៌ប្រោះជនទាំង54អ្នកនោះឲ្យបានស្ដាប់និងបានសម្រេចអរហត្តផលនៅពេលនោះឯងផងដែរមានព្រះអរហន្តចំនួន61អង្គកើតមានឡើងនៅក្នុងលោកកាលពេលចេញព្រះវស្សាហើយព្រះសាស្តាបានបញ្ជូនអរហន្តសាវកទាំងនោះទៅក្នុងទីដតីដើម្បីប្រកាសផ្សព្វផ្សាយព្រះពុទ្ធសាសនាឯព្រះសម្មាសម្ពុទ្ធទ្រង់យាងទៅកាន់ឧរុវេលនិគមក្នុងដែនមគធៈដោយព្រះអង្គឯងនៅតាមផ្លូវព្រះសាស្តាទ្រង់បានប្រទានធម៌និងបំពោះជាអេហេភិក្ខុដល់យុវជនទាំង30រូបដែលយើងហៅថាផត្តវគិយកុមារនៅដងព្រៃកប្បាសមួយឲ្យបានសម្រេចអរហត្តផលទាំងអស់បន្តព្រះដំណើរទៅទៀតដល់ឧរុវេលនិគមព្រះសាស្តាទ្រង់បានធ្វើបាដិហាផ្សេងចំនួន1500បែបដើម្បីផ្សាយពួកជាដិលជាបងប្អូន3នាក់គឺឧរុវេលកស្សបៈមានបរិវារ500នាក់អ្នកទីកស្សបៈមានបរិវារ300នាក់គយាកស្សបៈមានបរិវារ200នាក់ព្រះថេរៈទាំង3អង្គនោះកើតក្នុងត្រកូលព្រាហ្មណ៍កស្សបៈកោដ្ឋហើយជាបងប្អូននឹងគ្នាទាំង3អង្គបងច្បងមាននាមថាឧរុវេលកស្សបៈប្អូនបន្ទាប់មាននាមថាអ្នកទីកស្សបៈប្អូនពៅមាននាមថាគយាកស្សបៈដែលហៅថាកស្សបៈគឺហៅឈ្មោះតាមកោតនាមដែលហៅថាឧរុវេលក្តីអ្នកទីក្តីគយាក្តីហៅតាមឈ្មោះតំបន់ដែលលោកទៅតាំងអាស្រម